តាក់ទងអំពីទីផ្សារ crypto ហើយខ្ញុំមើលឃើញអំពីចំណុចសំខាន់ជាច្រើនដែលខ្ញុំគិតថាវាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់ប្រជាជនរបស់ប្រទេសកម្ពុជារបស់យើងដោយសារ cryptocurrency នេះគឺវាជា business ថ្មីមួយសម្រាប់បងប្អូនដែលគាត់ចង់រកប្រាក់ចំណូលតាមរយៈការដែលយើងទិញលក់ក៏ប៉ុន្តែ cryptocurrency នេះវាអត់ខុសគ្នាអំពីការបងប្អូនទិញលក់អវ៉ាន់ដូចអ្នកដែលគាត់លក់អវ៉ាន់អនឡាញទេខុសគ្នាគ្រាន់ថាមួយយើងទិញលក់លើអនឡាញមួយទៀតយើងទិញផលិតផលតាមមកលក់ជាមួយអតិថិជនផ្ទាល់ផ្ទាល់ឧទាហរណ៍បងប្អូនទៅទិញកៅអៅពីថៃមកឬក៏ទិញអវ៉ាន់ពីចិនមកបងប្អូនទិញអវ៉ាន់មក$1ហើយបងប្អូនយកមកលក់$3ហើយបងប្អូនចំណាយទៅលើបុគ្គលិកឬក៏ថ្លៃទឹកភ្លើងផ្ទះជួលអីផ្សេងៗទៀតចឹងទៅអញ្ចឹងបងប្អូនថាអស់$1ទៀតចុះអញ្ចឹងបងប្អូននៅសល់បាន$1ណាថ្លៃដើម1រៀលបូកការចំណាយផ្សេងៗ1រៀលចាំមកនេះថាយើងលក់អត់3រៀលយើងចំណេញបាន1រៀលសម្រាប់ទីផ្សារ crypto គឺការទិញលក់ដូចគ្នាប៉ុន្តែយើងទិញលក់ទៅលើលុយ digital ចាលុយ digital ដែលបងប្អូនខ្លះក៏ធ្លាប់ឮតាក់ទងនឹង Bitcoin ដែលកាលពីមុនវាមានតម្លៃមួយទាបមែនតើប៉ុន្តែឥឡូវនេះតម្លៃបច្ចុប្បន្នគឺវាជាង$80,000អញ្ចឹងទីផ្សារ crypto គឺវាឡើងចុះចេះអត់ខុសគ្នាអំពីការដែលគេទិញលក់តែខ្លះក៏ទិញផ្ទះទិញដីអញ្ចឹងណាបងប្អូនពេលខ្លះយើងគិតថាអូខេឥឡូវសេដ្ឋកិច្ចវាពិបាកអញ្ចឹងយើងទិញអញ្ចឹងទៅនៅពេលក្រោយសេដ្ឋកិច្ចវាស្រួលវាឡើងថ្លៃអញ្ចឹងយើងលក់ទៅគឺយើងចំណេញអញ្ចឹងការទិញលក់គឺមានច្រើនប្រភេទអ្នកខ្លះក៏អត់យល់អំពីទីផ្សារ crypto ក៏គិតថាអាហ្នឹងវាជាការ scam ជាការបោកកាប៉ិតមិនមែនទេបងប្អូនវាគឺជាអនាគតនៅក្នុងលុយ digital នេះមានលុយទៅដល់រាប់ពាន់លានដែលមានការទិញលក់ចរាចរណ៍ជារៀងរាល់ថ្ងៃ